ខ្ញុំក៏មានចំណុចគោលធំចំនួន4ដែលអាណាព្យាបាលអាចមានភាពជឿទុកចិត្តឬក៏អាចសម្រេចចិត្តនៅក្នុងការជ្រើសរើសយក Wellis ធ្វើជាដៃគូបណ្ដុំបណ្ដាលដល់កូនរបស់លោកស្រីសូមជម្រាបសួរដល់បងប្អូនក៏ដូចជាអ្នកអាណាព្យាបាលទាំងអស់អ្វីដែលខ្ញុំមើលឃើញ Wellis គាត់មានចក្ខុវិស័យមានបេសកកម្មច្បាស់លាស់បង្រៀនចំនួន3ភាសាស្តង់ដារនៃការសិក្សាច្បាស់លាស់មានន័យថាអ្វីដែលខ្ញុំស្រាវជ្រាវនិងមើលពី background របស់ Wellis ទី1ខ្ញុំមើលឃើញទទួលស្គាល់ដោយក្រសួងអប់រំយុវជននិងកីឡាទី2 Wellis ទទួលស្គាល់ដោយស្ថាប័នអន្តរជាតិហើយក៏មាន HSK មាន Chinese Proficiency Test ដូចជា IELTS ឬក៏អីផ្សេងដែរចំណុចទី3ចំណុចដែលសំខាន់ដែរគឺតាក់ទងជាមួយនឹង learning program អញ្ចឹងដូចជា Wellis មាន extra curricular វគ្គសិក្សាបន្ថែមដូចជាមានម៉ោងកីឡា sport មានដូចជា technology and AI ដែលវាផ្សារភ្ជាប់ទៅនឹងការសិក្សាចំណុចទី4គឺតាក់ទងជាមួយនឹង environment របស់ Wellis គឺមានភាពល្អប្រសើរមានបើយើងនិយាយ look at around the Wellis ទៅគឺយើងឃើញថាមានភាព clean មានភាពស្អាតអីផ្សេងដែលធ្វើឲ្យកូនយើងមានចិត្តចង់រៀនមានចិត្តចង់លេងដូចជាមាន playground មានអីជាដើមអញ្ចឹងទៅអញ្ចឹងចំណុចទាំងអស់ហ្នឹងហើយចំណុច4ធំហ្នឹងហើយដែលខ្ញុំគិតថាWellis អាចផ្ដល់បានឲ្យអ្នកអាណាព្យាបាលមានភាពជឿទុកចិត្តនិងអាចបណ្ដុះបណ្ដាលកូនរបស់យើងទទួលបាននៅលទ្ធផលល្អនាថ្ងៃអនាគតជាចុងក្រោយខ្ញុំសូមអរគុណដល់ Wellis ហើយក៏សូមមានសារផ្ដាំផ្ញើដល់អ្នកអាណាព្យាបាលអាចមកសិក្សាបន្ថែមឬក៏អាច visit នៅ Wellis ផ្ទាល់ដើម្បីដឹងថា Wellis មានអីលើសពី4ចំណុចដែលខ្ញុំបានរៀបរាប់ខាងដើមហ្នឹងវាអាចមានអីច្រើនពីនឹងទៀតដែលអ្នកអាណាព្យាបាលអាចនឹងធ្វើការសិក្សាស្វែងយល់បន្ថែមមុនពេលសម្រេចចិត្តឲ្យកូនឬក៏កុលបុត្រកុលកតាយើងចូលរៀននៅ Wellis ខ្ញុំបានអាចផ្ដល់ជាទស្សនៈទានខ្លីៗប៉ុណ្ណឹងបាទសូមអរគុណបាទ Wellis បណ្ដុះបុត្រធីតាលោកអ្នកឲ្យក្លាយជាមូលធនមនុស្សសហគ្រិនដែលមានគំនិតច្នៃប្រឌិតនិងជាមេដឹកនាំដែលមានឥទ្ធិពលសម្រាប់ពិភពលោក Wellis ជាជម្រើសដ៏ល្អបំផុតសម្រាប់បុត្រធីតាលោកអ្នក